mua nhà bộ đợt đáy chỉครูបង្រៀនបាទនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងវិទ្យាស្ថាន KMS បាទហើយមុខវិជ្ជាដែលខ្ញុំរៀនហ្នឹងគឺប្រវត្តិសាស្ត្រខ្មែរអញ្ចឹងនៅឆ្នាំ2023ហ្នឹងគឺខ្ញុំបានបោះសភៅមួយដោយដែលលោករិនិតបានលើកឡើងអញ្ចឹងបាទជាក់ស្ដែងសភៅនេះគឺមាននិយាយពីប្រវត្តិសាស្ត្ររបស់យើងពីឆ្នាំ1991ដល់ឆ្នាំ1999បាទដោយឡែកថ្ងៃនេះគឺខ្ញុំគិតថាយើងអាចនឹងផ្ដោតលើប្រវត្តិសាស្ត្រយោធារបស់កងទ័ពខ្មែរក្រហមបាទអរគុណណាស់ចំពោះចំណងជើងហ្នឹងគឺតាមពិតគឺយើងអង្គុយរនឹកយូរដែរបាទតម្រាំតែអាចដាក់បានដោយសារតែយើងចង់បានអ្វីដែលវាក្តោបទៅលើខ្លឹមសាររបស់សភៅរបស់យើងណាអញ្ចឹងគឺចំណងជើងសភៅនេះគឺយើងចែកជាពីរផ្នែកគឺកំណត់ហេតុសង្គ្រាមនិងរឿងរ៉ាវសន្តិភាពអញ្ចឹងសួរថាស្អីទៅកំណត់ហេតុសង្គ្រាមគឺយើងនិយាយអំពីសង្គ្រាមតើសង្គ្រាមវាយ៉ាងម៉េចបើអ្នកដែលចាស់គាត់ធ្លាប់ឆ្លងកាត់គាត់ដឹងហើយសង្គ្រាមនឹងយ៉ាងម៉េចមិនចាំបាច់បញ្យល់ប្រាប់គាត់ទៀតទេក៏ប៉ុន្តែសម្រាប់អ្នកដែលអត់ទាន់ឆ្លងកាត់សង្គ្រាមបើដូចខ្ញុំឆ្លងកាត់មកកតុយចុងក្រោយបន្តិចបាទក៏ប៉ុន្តែសម្រាប់អ្នកដែលអត់ឆ្លងកាត់ហ្នឹងចង់ដឹងថាតើសង្គ្រាមហ្នឹងវាប៉ះពាល់យ៉ាងម៉េចខ្លះវាមានផលវិបាកយ៉ាងម៉េចខ្លះជាពិសេសគឺសង្គ្រាមស៊ីវិលដែលខ្មែរហ្នឹងគឺវាយគ្នាអញ្ចឹងតើសង្គ្រាមវាប៉ះពាល់យ៉ាងម៉េចវាប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចដល់ប្រជាជននិងសង្គមវាអាចឈានទៅដល់ការសងសឹកគុំគួនគ្នាយ៉ាងម៉េចបាទហ្នឹងគឺនិយាយអំពីកំណត់ហេតុសង្គ្រាមអ្វីដែលយើងគិតថាបើយើងពេលដែលយើងអានប្រវត្តិសាស្ត្រខ្មែរយើងថាកំសត់ខ្លួនដែរណាគឺនៅពេលដែលគេចាប់ផ្ដើមសង្គ្រាមត្រជាក់ស្មុកស្មាញយើងកាត់សង្គ្រាមគេដែរនៅពេលដែលសង្គ្រាមត្រជាក់ចប់សង្គ្រាមយើងអត់ចប់ទេវានៅបន្តបាទអញ្ចឹងសួរថាតើដើម្បីឲ្យវាចេញទៅជាសន្តិភាពហ្នឹងតើមានសកម្មភាពអីខ្លះបាទតើការស្វែងរកសន្តិភាពហ្នឹងវាពិបាកយ៉ាងម៉េចខ្លះជាពិសេសគឺនៅពេលដែលសង្គ្រាមត្រជាក់ចប់អស់ហើយគេលែងចង់ឲ្យមានការប្រយុទ្ធគ្នាប៉ុន្តែយើងនៅតែប្រយុទ្ធគ្នាខ្មែរក្រហមកងទ័ពខ្មែរក្រហមនៅតែមានរាប់ម៉ឺននាក់បាទដែលមិនព្រមចូលរដ្ឋាភិបាលនៅតែបង្កការគំរាមកំហែងដល់សន្តិភាពដូច្នេះការស្វែងរកសន្តិភាពហ្នឹងវាពិបាកយ៉ាងម៉េចបាទនេះគឺជាការសង្ខេបដោយខ្លីអំពីគំនិតរបស់សភៅដែលតសេនេះបាទគុណចំពោះចំណុចនេះគឺសំខាន់ដោយសារបើសិនជាយើងមើលកន្លែងផ្នែកឯកសារយោងហ្នឹងគឺមានដល់ទៅ30ទំព័រគាត់ថាឯកសារយោងគាត់ឈ្មោះឯកសារយោងបាទការធ្វើហ្នឹងគឺវាពិតជាពិបាកមិនងាយស្រួលទេទី1សម្ភារហ្នឹងយើងអាចថាធូរដោយសារយើងមានមនុស្សដែលអាចសម្ភារបានណាក៏ប៉ុន្តែពេលខ្លះក៏សម្ភារទៅគេថារវល់គេថាអីក៏យើងអត់បានជួបដែរប៉ុន្តែដែលពិបាកជាងគេគឺឯកសារដើមដោយរិនិតបានលើកឡើងអញ្ចឹងឯកសារដើមខ្ញុំលើកឧទាហរណ៍មួយឯកសារខ្មែរក្រហមពេលដែលចប់ឆ្នាំ79ទៅគេចេញទស្សនាវដ្តីមួយគេហៅទស្សនាវដ្តីកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យទស្សនាវដ្តីទៅរកណាក៏អត់មានដែរអាអ្នកបង្កើតហ្នឹងក៏វាអលុំមលាអស់ទៅបាទចូលខ្មែរក្រហមមលាបាត់ហើយអញ្ចឹងឯកសារដែលមានហ្នឹងគឺនៅបណ្ណាល័យនៅសិង្ហបុរីបាទអញ្ចឹងពេលដែលណាដែលយើងមានរំពេញការងារយើងឡើងទៅដល់កន្លែងហ្នឹងគឺយើងសុំគេមើលតិចអញ្ចឹងទៅឯកសារមួយទៀតវិទ្យុខ្មែរក្រហមការផ្សាយរបស់វិទ្យុខ្មែរក្រហមគឺសំខាន់ដោយសារយើងអាចវាយតម្លៃអំពីការបច្ឆេទនៃព្រឹត្តិការណ៍ផ្សេងប៉ុន្តែពេលហ្នឹងមានអ្នកណាទៅថតសម្លេងថតអីអញ្ចឹងយើងត្រូវស្រាវជ្រាវរកគេហៅថាបតិចរិតឬក៏ transcript ណាយើងទៅរកកន្លែងណាដែលវាមានអាហ្នឹងបាទការសម្ភាសទៀតពេលខ្លះត្រូវឡើងដល់ថៃទៀតបាទដូច្នេះអានេះគឺជាឯកសារដើមដែលយើងត្រូវការធ្វើហើយវាពិតជាអត់ស្រួលពិតជាពិបាកប៉ុន្តែដោយសារនៅពេលដែលរកហ្នឹងក៏ខ្ញុំមានគំនិតមួយថារូបថតនៅពេលដែលនិយាយរូបថតណារូបថតក្នុងនេះសឹងតែទាំងអស់គឺអត់ដែលមានបោះពុំពីមុនមកហើយគឺខ្ញុំទៅជួបអ្នកដែលធ្វើផ្ទាល់ហ្នឹងគាត់ឲ្យរូបថតនឹងមកយើងតែម្ដងបាទឬក៏យើងទៅស្រាវជ្រាវកន្លែងណាដែលមានដូច្នេះក្នុងរូបថតឡើយគឺសឹងតែទាំងអស់គឺអត់ដែលមានបោះពុំទេអាណាដែលរូបថតខ្លះដែលមានការបោះពុំហើយទោះបីស្អាតមិនក៏ដោយយើងសុខចិត្តថាអត់ដែរដាក់ណាដែលអត់ធ្លាប់មានបាទចំពោះចំណុចនេះគឺយើងឆ្ងល់ដែរថាហេតុអីក៏ពេលដែលផ្ទុះខ្ញុំនិយាយពេលផ្ទុះសង្គ្រាមត្រជាក់យើងផ្ទុះគេដែរដល់ពេលគេចាប់យើងអត់ចាប់យើងបន្តបាទតើមូលហេតុអីវាមានមូលហេតុច្រើនហើយនៅពេលដែលយើងប្រើពាក្យថាខ្មែរក្រហមគឺមិនមែនក្រុមតែមួយមានច្រើនក្រុមវាមានអ្នកដែលទៅតាមគេហើយវាមានអ្នកដែលជ្រុលនិយមអ្នកខ្លះទៀតគាត់ចង់ឈប់ពីនឹងដែរប៉ុន្តែអត់ហ៊ានមកទេខ្លាចគេសម្លាប់គ្រួសារហើយវាមានករណីអ្នកខ្លះគាត់ចូលមកមួយរដ្ឋាភិបាលទៅគ្រួសារគាត់អត់មកគេសម្លាប់គ្រួសារក៏មានដែរអញ្ចឹងណាដោយសារវាមានក្រុមជ្រុលនិយមនៅក្នុងហ្នឹងបាទហ្នឹងចំណុចទី1ចំណុចទី2នៅពេលដែលសង្គ្រាមហ្នឹងគឺជំនាន់នេះយើងអត់មាន Facebook អត់មានទូរស័ព្ទអត់មានអីទេអញ្ចឹងពេលដែលប៉ុលពតឃោសនាអីទៅភាគច្រើនប្រជាជនគាត់ជឿ
គាត់អ្នកដែលធ្លាប់នៅជាមួយណាអញ្ចឹងគាត់អត់ហ៊ានចូលមកក្នុងសង្គមជាតិវិញទេឃោសនាតែរឿងមួយគឺគាត់ឃោសនារឿងវៀតណាមបាទគាត់ឃោសនារឿងវៀតណាមតែមួយហ្នឹងទេអាហ្នឹងគឺជាមនោគមវិជ្ជារបស់គាត់ដែលគាត់ឃោសនាធ្វើឲ្យមនុស្សភ័យខ្លាចប៉ុន្តែអាហ្នឹងក៏ជាចំណុចខ្សោយរបស់គាត់ដែរហេតុអីនៅពេលដែលវៀតណាមដកទ័ពអស់មនោគមវិជ្ជានោះមនុស្សលែងជឿប៉ុន្តែភាគច្រើននៅតែមិនទាន់ហ៊ានចូលដោយសារខ្លាចរដ្ឋាភិបាលណាចូលមករដ្ឋាភិបាលចាប់ដែរខ្លាចចូលមកត្រូវគេសម្លាប់អីចឹងណាហើយខ្លាចចូលមកប៉ុលពតសម្លាប់ក្រុមគ្រួសារអញ្ចឹងបានជាតម្រូវឲ្យមាននយោបាយឈ្នះការអនុវត្តនយោបាយឈ្នះហ្នឹងដែលធានាថាអ្នកដែលចូលមករួមរស់ក្នុងសង្គមយើងអត់ប្រើពាក្យចោះចាញ់ចោះចូលទេណាគឺមានន័យថាអ្នកមកចូលចូលមករួមរស់ត្រឡប់មករួមរស់ក្នុងសង្គមជាតិវិញហ្នឹងទទួលការធានា3យ៉ាងធានាអាយុជីវិតការងារនិងទ្រព្យសម្បត្តិហ្នឹងបាទអញ្ចឹងសភៅនេះនឹងនិយាយដោយលម្អិតប៉ុន្តែនេះខ្ញុំគ្រាន់តែសង្ខេបជូនប៉ុណ្ណឹងបាទមានន័យថាសង្គ្រាមត្រជាក់ចប់បើយើងមិនបញ្ចប់សង្គ្រាមទេអត់ចប់វានៅបន្តអញ្ចឹងតលតែខ្មែរខ្លួនយើងបញ្ចប់សង្គ្រាមហ្នឹងបានវាអាចចប់បាទសូមអរគុណចំនួននេះសំខាន់ណាស់ដោយសារនៅពេលដែលមានសង្គ្រាមមុនការចរចាណាគឺអត់ភ័យពីរឿងជំនួយទេដោយសារបរទេសគេជួយប៉ុន្តែនៅពេលដែលគេចរចាសួរថាហេតុអីក៏ខ្មែរក្រហមអត់ចូលក្នុងការដំណើរការសន្តិភាពបាទបើយើងនិយាយមែនតែនទៅក្នុងនេះខ្ញុំនិយាយច្បាស់នៅក្នុងចម្ពោះមួយណាគឺប៉ុលពតមានបំណងចង់ចូលដែរប៉ុន្តែចូលដោយមានល្បិចមិនចូលដោយសោកឆន្ទៈឯងទី1បើសិនជាគាត់ចូលគាត់មិនចាំបាច់បោះឲ្យឈ្នះឯងគាត់បោះតែកៅអី1ឬ2នៅក្នុងសភាព្រោះគាត់មានតំបន់គ្រប់គ្រងរបស់គាត់ដូចជាបៃលិនបាទដូចជាបៃលិនសំឡូតម៉ាឡៃគម្រៀងភ្នំព្រឹកអីមកជួរព្រំដែនហ្នឹងអញ្ចឹងគាត់បានកៅអីនៅក្នុងសភាតែ1ឬ2ហ្នឹងគឺអត់អាចគឺពិបាកនឹងការយកចាប់គាត់ទៅកាត់ទោសពីរឿងបលាយពូជសាសអីបាទអាហ្នឹងទី1ប៉ុន្តែអ្វីដែលធ្វើឲ្យខ្មែរក្រហមបរាជ័យមែនទែនគឺគាត់ចូលមកក្នុងហ្នឹងគាត់មានផែនការរបស់គាត់ផែនការរបស់គាត់ហ្នឹងគឺគាត់មានសង្ឃឹមថាគាត់មិនអាចផ្ដួលរដ្ឋកម្ពុជានៅលើសមរភូមិបានទេអញ្ចឹងនៅពេលដែលគាត់ចូលមកគាត់សង្ឃឹមថាកិច្ចព្រមព្រៀងក្រុងប៉ារីសនឹងរំលាយរដ្ឋកម្ពុជាមុននឹងបោះឆ្នោតបាទអញ្ចឹងនៅពេលដែលគេពងតែរំលាយរដ្ឋកម្ពុជាគាត់នឹងធ្វើល្បិចហ្នឹងដើម្បីវាយផ្ដួលរដ្ឋកម្ពុជាប៉ុន្តែផែនការនឹងអត់ជោគជ័យគេមិនអាចទៅរំលាយរដ្ឋាភិបាលបានបើរំលាយទៅគឺប្រកាសជាមានចលាចលអញ្ចឹងដោយសារប៉ុលពតខឹងដែលអត់មានអ្នកណារំលាយរដ្ឋកម្ពុជានោះប៉ុលពតសុកចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងសួរថាដកទៅមិនអស់ជំនួយអស់អីអាហ្នឹងហើយដែលគេហៅថាប៉ុលពតនិងខ្មែរក្រហមជ្រុលនិយមគឺអញ្ចឹងគឺការសម្រេចចិត្តភាគច្រើនមិនមានហេតុផលអីច្បាស់លាស់ទេបាទអានេះគឺជាចំណុចសំខាន់ដែលធ្វើគាត់ដាច់ជំនួយបាទអញ្ចឹងបើតាមខ្ញុំដឹងខ្ញុំឮលហៀងខ្ញុំឮថាជំនាន់ហ្នឹងខ្មែរក្រហមមានឆក់ប្លន់មានចាប់ចម្រិតអីផងអញ្ចឹងកាន់លោកគ្រូមានបែបបាទវាតាមកន្លែងខ្លះដូចជានៅតាមព្រំដែនកម្ពុជាថៃហ្នឹងអត់អីទេព្រោះគាត់រស់ស៊ីមួយថៃអញ្ចឹងក៏អត់សូវចាប់ចម្រិតអត់សូវអីប្រហែលទេភាគច្រើនគាត់រស់ស៊ីមួយថៃពេលថាដាច់ជំនួយហើយណាបាទដោយឡែកអ្នកដែលចាប់ចម្រិតដែលបាញ់អទេសភ្លើងហ្នឹងភាគច្រើនគឺបាញ់អទេសភ្លើងចាប់ជនបរទេសឬក៏បាញ់ឡានតាក់ស៊ីចាប់ជនបរទេសហ្នឹងភាគច្រើននៅកពតដោយសារនៅកពតហ្នឹងវានៅម្ដុំនៅក្នុងវាចូលមកជ្រៅក្នុងណាវាអត់អាចរស់ស៊ីមួយថៃមួយអីបានអញ្ចឹងគឺខ្ញុំចាំកាលហ្នឹងឆ្នាំ96ហើយយើងធ្វើដំណើរកាលហ្នឹង94ដូចជា94កាលហ្នឹងយើងធ្វើដំណើរតាមផ្លូវជាតិលេខ3គឺទាហានខ្មែរក្រហមឡើងមកឈរនៅផ្លូវជាតិលេខ3អត់មានធ្វើអីគ្រាន់តែឈរកាន់កាភ្លើងប៉ុន្តែយើងជិះឡានទៅយើងមិនឲ្យលុយយើងមិនហ៊ានទៅផុតបាទអានេះគឺជាសកម្មភាពមួយដែលវារំខានដល់សន្តិភាពនៅពេលក្រោយមកបាទប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំតែយើងគិតទៅឆ្នាំ79ដល់ឆ្នាំ90ជាងវាមិនណយដែរវាខ្ទង់សង្ឃថា7-20ឆ្នាំខ្ទង់15 16ឆ្នាំដែរតែសង្គ្រាមមួយខ្មែរក្រហមមិនធ្វើបានបន្តលោកដល់ពេលខ្មែរប៉ុលពតឬមួយក៏ស្លុតសគាត់បាត់បង់ជីវិតប៉ុន្តែបើយើងមើលលើប្រវត្តិសាស្ត្រជាក់ស្ដែងតើអ្វីទៅដែលវាខំប្រម៉ាយវាធ្វើឲ្យចប់សង្គ្រាមជាមួយនឹងខ្មែរក្រហមគិតថាកត្តាអ្វីធំជាងគេចប់បាទសូមអរគុណចំពោះចំណុចនេះគឺវាមានកត្តាច្រើនបាទកត្តាច្រើនណាកត្តាដែលចប់សង្គ្រាមត្រជាក់នោះមួយដាច់ជំនួយកត្តាដែលសង្គមនិយមវាចប់ទៅអាហ្នឹងមួយទៀតឧទាហរណ៍ដូចជាឆ្នាំ96សង្គមនិយមចប់ហើយកុម្មុយនីសចប់ហើយ
ប៉ុន្តែនៅតំបន់ខ្មែរក្រហមគ្រប់គ្រងហ្នឹងគាត់នៅតែប្រកាន់ណាគំនិតសមូហភាពធ្វើសមូហភាពធ្វើស្អីប្រមូលរបស់របរអីមកដាក់សមូហភាពអីដដែលអាហ្នឹងវាជាកត្តាមួយដែរប៉ុន្តែកត្តាដែលហើយកត្តាជ្រុលនិយមរបស់ប៉ុលពតកត្តាតាមកាប់សម្លាប់បោកសម្អាតផ្ទៃក្នុងមានរហូតដល់ឆ្នាំ96អាហ្នឹងចូលជាកត្តាមួយដែរប៉ុន្តែកត្តាដែលសំខាន់ជាងគេគឺនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែនទី1នយោបាយការធានាទី2អ្នកណាអ្នកទៅធានាបាទនយោបាយហ្នឹងណាខ្ញុំបរៀនពេលដែលខ្ញុំបរៀនខ្ញុំសួរកូនសិស្សខ្ញុំថាឥឡូវយើងដឹងអស់នយោបាយឈ្នះឈ្នះស្អីណាយើងដឹងប្រវត្តិអស់ចុះឥឡូវបើយើងមានគេថា time machine យើងបកទៅជំនាន់ហ្នឹងវិញណាយើងយកអាអនុវត្តជោគជ័យអត់ជោគជ័យហេតុអីយើងអ្នកធានាគេអត់ស្គាល់ក៏ប៉ុន្តែខ្ញុំសួរមេបញ្ជាការខ្មែរក្រហមចុះមិនក៏សម្ដេចហ៊ុនសែនធានាមិនក៏ស្គាល់មិនក៏ទុកចិត្តគាត់ថាតាមពិតក៏មិនទុកចិត្ត 100% ប៉ុន្តែអត់មានឃើញអ្នកណាផ្សេងដែលអាចមានសង្ឃឹមថានឹងចប់សង្គ្រាមបានជាងសម្ដេចហ៊ុនសែននេះដោយសារបើអ្នកខ្លះវិញគាត់លើកថាវាយមកសម្ដេចហ៊ុនសែនយូរអត់ឈ្នះអញ្ចឹងប្រហែលជាគាត់ដឹកនាំត្រូវហើយបានជាវាយមិនឈ្នះអញ្ចឹងក៏ចូលមកទទួលនយោបាយហ្នឹងទៅចូលមកក៏ចូលលក្ខណៈថយទៅអត់ជឿទេណាអត់ជឿ 100% ទេក៏ប៉ុន្តែនៅពេលដែលចូលមកទទួលបានការធានាហ្នឹងគឺដូចការគិតរបស់គាត់មែនបាទអាហ្នឹងហើយគឺជាចំណុចកត្តាមួយសំខាន់វាមានកត្តាច្រើនប៉ុន្តែបើសិនជាមិនមាននយោបាយឈ្នះណាមិនមានអ្នកធានាដែលនាំមកមានការទុកចិត្តទេអាហ្នឹងក៏នៅតែមានបញ្ហាអញ្ចឹងបាទក្រោយពីយើងធ្វើសមាហរណកម្មយើងគិតថាបើតាមការស្មើឃើញមកការស្រាវជ្រាវរបស់លោកគ្រូតើពួកខាងអតីតយោធិនឬក៏បីបញ្ជាការខ្មែរក្រហមនោះគាត់ប្របាក់ខ្លួនការរស់នៅមួយចូលក្នុងចំណោមមួយរដ្ឋាភិបាលថ្មីចំណុចនេះគឺសំខាន់ខ្ញុំលើកក្នុងសភៅខ្ញុំដែរគឺឆ្នាំ94មានព្រឹត្តិការណ៍មួយគឺនៅភ្នំវត្តហ្នឹងរដ្ឋាភិបាលវាយទៅបានណាហើយពេលហ្នឹងអត់សមារណកម្មគេហៅចោះចូលហើយមិនទាន់ចោះចូលមួយសម្ដេចហ៊ុនសែនគេនៅអត់ទុកចិត្តទេគេទៅចោះចូលមួយក្រុមផ្សេងប៉ុន្តែដល់ពេលដែលចោះចូលហើយវាដាច់បាយពេលដែលគេចោះទៅសម្ភាសនៅកន្លែងហ្នឹងដាច់បាយដាច់អីក្រោយមកទៀតនៅពេលដែលសម្ដេចហ៊ុនសែនទៅធ្វើនៅកន្លែងដដែលហ្នឹងតាមនយោបាយឈ្នះឈ្នះគឺខ្ញុំទៅជួបអ្នកដែលនៅគេហៅតកែនកោះស្លានៅកពតហ្នឹងណាពេលហ្នឹងគឺនៅក្នុងព្រៃអស់ហើយសម្ដេចហ៊ុនសែនបញ្ជូននៅពេលដែលសមារណកម្មហើយគឺបញ្ជូនសម្ភារៈមួយចំនួនទៅមានតែតង់ហើយនឹងដបូលសង្កសីទេប៉ុន្តែចំណុចពីរហ្នឹងសំខាន់ណាដោយសារនៅពេលដែលចូលសមារណកម្មហើយគឺជីវភាពល្អប្រសើរជាងមុនបាទអាហ្នឹងចំណុចទី1អញ្ចឹងនៅពេលដែលចូលសមារណកម្មហើយប្រជាជនមានអ្នកដែលនៅក្នុងម៉ែក្រហមគិតថាចូលមួយនយោបាយឈ្នះឈ្នះហើយគឺមានសង្ឃឹមមានអនាគតទៅមុខខុសពីអាការធ្វើលើកមុនបាទហ្នឹងទី1មួយទៀតគឺការគុំគួនគ្នាចុះធ្វើសង្គ្រាមយូរហើយវាតែមានហើយមានករណីខ្លះគឺខ្មែរក្រហមខ្លះចូលសមារណកម្មខ្មែរក្រហមខ្លះអត់ទាន់ចូលទេអញ្ចឹងនៅពេលដែលចូលទៅភូមិហ្នឹងគឺគាត់ថាតែត្រូវចាប់មកវាយចោលឆ្នាំ96ឆ្នាំ98ហើយណានៅប្រើពាក្យវាយចោលទៀតណាប៉ុន្តែអ្នកដែលសមារណកម្មហ្នឹងគាត់បញ្យល់ថាយើងអត់អាចធ្វើចឹងបានទេពីព្រោះនយោបាយឈ្នះឈ្នះគឺធានាអាយុជីវិតបើសិនជាគេចូលសមារណកម្មអត់មានយកគេទៅសម្លាប់អត់មានអីទេអាហ្នឹងជាកត្តាមួយសំខាន់ណាការធានាការមានយុទ្ធសាស្ត្រច្បាស់លាស់ហ្នឹងហើយដែលធ្វើឲ្យមនុស្សអត់សងសឹកគ្នាបាទចាំមានថាសម្ដេចលោកមានគាត់ធ្វើការសន្យាគាត់រំពេញតាមសន្យាច្បាស់លាស់អូខេខ្ញុំគិតថាវាគួរតែនិយាយទៅយើងមិនគួរណា spoil លើ content ក្នុងសភៅខ្លាំងពេកទេយើងគិតថាយើងគាត់មានគេនិយាយប្រាប់ខ្ញុំគាត់មានគេនិយាយប្រាប់ខ្ញុំថាហើយអីក៏យើងចាប់បាច់អង្គុយមើលសភៅហើយក៏យើងព្រម search online មើលទៅយើងនិយាយប្រាប់គេថាទៅសភៅគ្រាន់តែទៅជាសភៅមិនមែនមើលមនុស្សអ្នកទេត្រូវឆ្លងកាត់ដាក់ការច្រើនបែរខាច់ទៅជាប្រភពទៅគួរទុកចិត្តមួយបានបាទតែបើនិយាយជារួមមកចំពោះព្រឹត្តិការណ៍សង្គ្រាមស៊ីវិលនៅកម្ពុជាក្រោយខ្មែរក្រហមយើងគុំនិយាយថាមុនខ្មែរក្រហមឬកំឡុងខ្មែរក្រហមនិយាយថាក្រោយខ្មែរក្រហមតែបើយើងប្រៀបធៀបជាមួយនឹងការដែលលោកបណ្ឌិតបានចងក្រងហើយនឹងប្រវត្តិសាស្ត្រពិតតើវាផ្ដល់មេរៀនអ្វីសម្រាប់កូនខ្មែរជំនាន់ក្រោយវាមេរៀនអីគេខ្លះដែលយើងគួរតែចងចាំបាទខ្ញុំគិតថាមានមេរៀនតែប៉ុតមេរៀនមានច្រើននៅក្នុងនេះណាប៉ុន្តែខ្ញុំលើកថារឿងពីរបានណាបាទលើករឿងពីរវាតកតងគ្នាដែរទេកាលពីខ្ញុំនៅរៀនហ្នឹងខ្ញុំអានសភៅមួយអានសភៅហ្នឹងគេនិយាយថាគេធ្វើសង្គ្រាមនៅពេលណាដែលគេចង់ហើយគេបញ្ចប់វានៅពេលណាដែលគេអាចមានសង្គ្រាមចង់ធ្វើពេលណាក៏បានដែរខ្ញុំចង់ធ្វើសង្គ្រាមខ្ញុំប្រកាសសង្គ្រាមប៉ុន្តែអាការបញ្ចប់
cứ dương bật chọc nơi để dương mình men bật chọc bị dương chồng này chừng cái dương chồng bật chọc thằng kiếm tại ọt chọc bà này và thì họ đôi năm chặt pram nhưng mà sàn thì đọt mày tháo xong cho cha mùi pol này mà cho cha chẳng này bị ọt chẳng cứ cái thưa thằng kiếm nơi nào để cái chóng cái bật chọc kiếm nơi nào để cái chẳng dừng núi với xua thà đầm bây giờ dương dul là sàn được phim miền đầm lại và mấy tôi dương đằng thà thằng kiếm nó như vậy cho thà chọn đắng trong miền thưa thằng kiếm ọt đi chẳng miền để cả an của vật sản này để sủng khăn vì vua bờ sân chứ ắt squall sủng kiếm tới dương mạch đằng sàn phim miền đầm lại mấy thằng nhom lừa theo nó sẽ phơi đằng đài muốn pe cả covid đó nè cả đấng dương ọt mà mũi mắn bị bây giờ nhọn bên này cái tinh mà đấy và đòi được tu covid cứ đứng miền lối tinh nhật bản điện và chẳng to ắt mà nó bạn đăng thà nó miền đầm lại rằng mấy chứ nè và nó đôi khi chẳng tại mình đây là dương tự kiếm bị đâm bị đến đấy cứ dương riêng vì một vật sản và trong kịch bản đấy cứ chia trong đội sầm khán các bạn trong com tròn gòn bầm màu tua lấy thành là đã dùng kiếm nó vì dạng mày việc khôi khá việc bạc bỏ sấy khạc mà dương cho ai lồng đặt trong sông cho bao lục bẩn đặt này hả dương đăng cục thế tha sông kiếmคือ what is it good for វាអត់មានអីដែលជាចំណេញទេតែហេតុអីបានពិភពលោកយើងតែបន្តសង្គ្រាមបាទរឿងនេះគឺមកពីយើងមានអាវុធមកពីយើងមានអាវុធនៅក្នុងដៃទៅបកសង្គ្រាមវាយើងធ្វើឈប់លុបផលិតអាវុធទាំងអស់ដើម្បីឲ្យមានសង្គ្រាមសំណួរនេះគឺល្អហើយខ្ញុំគិតថាខ្ញុំប្រហែលជាមិនអាចផ្ដល់ចម្លើយមួយដែលវាផ្ដោតបានទេណាព្រោះអីព្រោះអ្នកប្រាជ្ញផ្សេងក៏គេនៅតែសួរសំណួរហ្នឹងដែរបាទហើយអត់ទាន់មានការឯកភាពគ្នាទេក៏ប៉ុន្តែវាអាចមានគ្រាន់តែខ្ញុំអាចលើកកត្តាច្រើនណាជាងការអ្នកខ្លះជ្រុលនិយមគាត់គិតថាធ្វើសង្គ្រាមហ្នឹងទៅវាសម្រាប់គោលបំណងរបស់គាត់អ្នកខ្លះទៀតថាធ្វើសង្គ្រាមហ្នឹងទៅអ្នកគេថាសត្រូវយើងខ្លាកណ្ដាស់ណាយើងគំរាមសង្គ្រាមទៅអានោះរត់បាត់ណាដល់ទីផុតអានោះអត់រត់អញ្ចឹងសង្គ្រាមវានៅតែបន្តអញ្ចឹងណាបាទអ្នកខ្លះទៀតគិតថាសង្គ្រាមហ្នឹងវាឆាប់វាងាយស្រួលអ្នកខ្លះទៀតថាវាយតិចទៅឈ្នះហើយបាទអញ្ចឹងណាអញ្ចឹងវាមានមូលហេតុច្រើនអញ្ចឹងខ្ញុំអាចថាសុំមិនហ៊ានឆ្លើយដោយសារវាមានអ្នកប្រាជ្ញច្រើនប៉ុន្តែគ្រាន់តែខ្ញុំសរុបបើនៅក្នុងសភៅខ្ញុំវិញណាខ្ញុំសរុបថាពេលខ្លះការផ្ទុះសង្គ្រាមហ្នឹងវាផុតពីការគ្រប់គ្រងរបស់យើងណាដូចតែក្នុងនេះសម្ដេចបាននិយាយជាមួយដិតមេជាការខ្មែរក្រហមម្នាក់ថាពេលដែលផ្ទុះសង្គ្រាមយើងអត់មានអីសម្រេចបានគឺអ្នកជំនាន់មុនធ្វើឲ្យមានសង្គ្រាមអញ្ចឹងយើងព្យាយាមបញ្ចប់សង្គ្រាមហ្នឹងបាទអញ្ចឹងមិនមែនថាមិនអញ្ចឹងសង្គ្រាមសម័យឥឡូវមិនមែនដូចរ៉ាំបូចូលម្ដងបាយភូមិណាមើលបាទអត់ទេអាហ្នឹងរ៉ាំបូចូលម្ដងបាយប្រទេសរៀបណាអាហ្នឹងនេះដែរអាហ្នឹងមានចំណុចមួយដែរណាខ្ញុំនិយាយហ្នឹងគឺខ្ញុំមាននិយាយអំពីលោកឆាវលីតហើយលោកឆាវលីតនៅជនជាតិថៃមេតបថៃណាគាត់ធ្លាប់ទៅវាយនៅសង្គ្រាមវៀតណាមហើយតទៅពេលមើលសភៅដែលនិយាយពីកងទ័ពថៃទៅវាយនៅសង្គ្រាមវៀតណាមដូចរ៉ាំបូហ្នឹងអញ្ចឹងតែដល់ពេលដែលខ្ញុំទៅជួបអ្នកដែលផ្ទាល់គឺគាត់ថាវេទនាមិនដូចរ៉ាំបូហ្នឹងទេអញ្ចឹងហើយបានជាលោកឆាវលីតហ្នឹងគាត់ដឹងទឹកដៃប្រយុទ្ធរបស់កងទ័ពវៀតណាមគាត់អត់ចង់មានសង្គ្រាមទេបាទតែអ្នកដែលអត់ដែលចូលសង្គ្រាមអូសប្បាយដូចរ៉ាំបូអញ្ចឹងតែអ្នកដែលធ្លាប់ឆ្លងកាត់មិនដឹងថាសង្គ្រាមអត់សប្បាយទេបាទទស្សនិកជនថាយើងចែកភាសានេះពិតជាយើងគិតថាមានរឿងសប្បាយច្រើនแล้วក៏មានចំណេះដឹងច្រើនដែលយើងចង់ដឹងដែរបាទហើយបើសរុបអ្នកចង់ដឹងកាន់តែច្បាស់បាទសូមកុំភ្លេចចំណងជើងរបស់យើងបាទកាមេរ៉ាសូមជួយចាប់ម្ដងទៀតមកបាទខ្ញុំក៏វាការវិតម្លៃល្អដែរបាទចំពោះសភៅនេះបាទខ្ញុំបានអានរួចហើយបាទហើយបើសិនជាលោកស៊ីកញ្ញាចង់ដឹងអាចជាសភៅនេះទៅបានបាទហើយពេលវេលារបស់យើងក៏ដូចជាដល់ទីបញ្ចប់ហើយដែរហើយខ្ញុំបាទសូមអរគុណដល់លោកអ្នកដែលបានចូលមកមើលកម្មវិធីយើងមិនថាអ្នកមើលតាំងពីដើមក្តីអ្នកចូលមើលកណ្ដាលក្តីអ្នកមើលក្រោយ live ក្តីបាទសូមអរគុណដូចគ្នាក៏តែមុនយើងចាក់ចេញខ្ញុំចង់ឲ្យលោកបណ្ឌិតបាទសូមពេល1នាទីបាទមានអីចង់ថ្លែងទៅកាន់ទស្សនិកជនរបស់យើងបាទបាទគឺដូចជាអត់មានអីមានតែមួយគឺសូមជើញទិញសភៅគ្រប់គ្នាបាទសូមអរគុណបាទអរគុណច្រើនបាទហើយសភៅនេះណៃបាទនៅខាងក្រោយបាទមានដូចវាមានឈ្នះបាទយើងដឹងហើយថាវាតំណាងឲ្យអីគេវាតំណាងឲ្យការស្វែងរកសន្តិភាពនៅកម្ពុជាហើយតាំងនាមឲ្យស្ថាប័នកសែតមួយដែរបាទខ្ញុំក៏សូមសំណូមពរបាទវាគ្មានផលប្រយោជន៍អីទេរឿងសង្គ្រាមនិងការកាប់សម្លាប់នោះបាទជាង30 40ឆ្នាំក៏វាគួរតែគ្រប់គ្រាន់ហើយដែរកុំឲ្យក្មេងជំនាន់ក្រោយទទួលរងនៅអ្វីដែលមនុស្សជំនាន់មុនមិនសល់ទុកឲ្យបាទថាមិនសល់ទុកឲ្យក្មេងជំនាន់ក្រោយសល់ទុកអ្វីឲ្យល្អកុំមិនសល់ទុកសង្គ្រាមឲ្យពួកគាត់បាទហើយពេលវេលារបស់យើងបានមកទីបញ្ចប់ហើយបាទសូមអរគុណហើយយើងជួបគ្នាសប្តាហ៍ក្រោយទៀតបាទពេលនេះសូមជម្រាបលាបាទ
អរគុណទីមួយសភៅដែលសំខាន់ជាងគេដែលខ្ញុំចូលចិត្តអានហ្នឹងគឺសភៅអំពីខ្មែរក្រហមពីព្រោះនៅពេលដែលយើងសិក្សាពីខ្មែរក្រហមទៅយើងឃើញថាវាខុសគេវាជ្រុលនិយមជាងគេអញ្ចឹងយើងចង់ដឹងមូលហេតុអីបានជាវាអញ្ចឹងហើយមូលហេតុអីបានជាខ្មែរក្រហមហ្នឹងបញ្ចប់ហើយខ្ញុំក៏លើកបន្តិចពីសភៅដែលអានច្រើនជាងគេដូចយើងដឹងហើយគឺសភៅអ្នកបរទេសដែលស្អីអំពីប៉ុលពតនិងខ្មែរក្រហមសភៅហ្នឹងភាគច្រើនពីចាប់ដើមសម័យតស៊ូឆ្នាំ50 60រហូតមកដល់ឆ្នាំ1975គេចង់ដឹងប៉ុលពតអ្នកណាចង់ដឹងខ្មែរក្រហមកើតមកពីណាពេលដែលខ្ញុំអានហ្នឹងឃើញថាវាយើងអានទៅយើងស្ងើចសរសើរដែលគេទៅសេដោយសារគេមានឯកសារផ្ទៃក្នុងរបស់ប៉ុលពតរបស់បកកុម្មុយនីសកម្ពុជាអញ្ចឹងណាគេយកមកទៅសេអញ្ចឹងយើងថាអូមិនងាយរកបានទេប៉ុន្តែនៅពេលដែលយើងសិក្សាមែនទែនទៅពីឆ្នាំក្រោយដែលចប់ខ្មែរក្រហមពីឆ្នាំ79មកក្រោយហ្នឹងខ្មែរក្រហមវាបំរែបំរួលទៅយ៉ាងម៉េចចប់សង្គ្រាមយ៉ាងម៉េចគឺភាគច្រើនអត់មានអ្នកទៅសេទេបាទជាពួកបរទេសគឺគាត់អត់មានកិត្តិសេទេគាត់អត់បានទៅសេទេហើយសភៅមួយដែលខ្ញុំបានអានសភៅរបស់អ្នកនិពន្ធបារាំងហ្នឹងគឺឈ្មោះ Nicolas Rego គាត់ទៅសេសភៅមួយហ្នឹងពីគេហៅសង្គ្រាមឥណ្ឌូចិនទី3ប៉ុន្តែអានទៅវាមានការលំបាកដោយសារយើងអានទៅគាត់ទៅសេវារឿងញ៉ៃណាព័ត៌មានមានច្រើនតែយើងអានទៅយើងអត់យល់ទេចឹងក្រោយមកខ្ញុំមកអានសភៅ10ឆ្នាំនៃដំណើរកម្ពុជារបស់សម្ដេចតេជោ ហ៊ុនសែនអញ្ចឹងគឺយើងអានបន្តិចទៅគឺយើងយល់ហ្មងថាសង្គ្រាមហ្នឹងមានតួអង្គណាខ្លះហើយកលឹះដោះស្រាយវាយ៉ាងម៉េចបាទអញ្ចឹងអានេះគឺជាគេហៅថាជាអ្វីដែលជំរុញឲ្យចិត្តខ្ញុំគិតថាយើងគួរតែសេសភៅមួយដែលងាយយល់បាទដោយសភៅ10ឆ្នាំនៃដំណើរកម្ពុជាហ្នឹងដើម្បីធ្វើម៉េចឲ្យអ្នកចំនួនក្រោយហ្នឹងគាត់បានយល់អំពីប្រវត្តិសាស្ត្រ